Phing An đua cục từ lời đây chim hô tranh tam mọt phim ôn chỉ đồn mùi đá tam bị còi hai rờ. Cru nơi đây cục lơ khuôn Phing An tiếng sài chết thả chào. Thả Phing An chỉ chào lùi sạch trơ tại vì ở ngọt Phing An địch đua lời đây đỏ trở chẹt. Phiếp chỉ chấp nơi trong smaria đã bên khuôn pràn. Thpo có cỏ hai khlang đài tại pnei quát sầm lăng từ mọt phim mình đã. Ôn sài chỉ đồn mùi chô nơi tì nú mục slick slang từ pnei rling rlong đài tảng pì. Cái đáp chi ảo này nhò mọt trượt bút lại từ tập hiệp nở một niềng mờ. Khơi Phing An trơ kê vi không chất bà ròng phong chui chập phong trong sài prap. Trong prap cục nia thà sạch nâng cư niềng lùi ỏi. Phing An tê mình men quát lùi lòi tại pe hiệp nâng nì dây Phing An cỏ. Pra cỏ sai pnei quát niềng tục. Pnei Phing An mơ từ đôi ông vô phong tại đạch khát phong quát cỏ vi bà tịch hai pra. Mọt vừa chi sanya prap ôn sài thà công nì dây quát. Đăng tha chợt miên cái bẩn nà bà ôn sài trên mục sar hiệp niềng mục chỉ. Trâu rong pin này thôn mình khan ôn sài mình nhẹ hai chi mình nút tại mình nhẹ cốt đại lọ đặc quát. Quát mình ai ở niềng một bị bạ đời xa quạt tê tu bay chỉ quạt trầu. Kê vi rư trơ kê chótប្រកាន់ក៏មិនឲ្យនាងមកពាក់ព័ន្ធដែរប្អូនស្រីយកពីចិត្ត Phing An ទឹកភ្នែកក៏ហូរមកទុកមិនជាប់នាងខមាត់លេបសម្ដីដែលចង់និយាយត្រឡប់ទៅវិញតែខ្លួនប្រាននៅតែញ័រត្រឹមមានឃើញ Phing An ដេកស្ងៀមលើដីស្មានតែគាត់ខ្លាចចោអាក៏លើកឈើក្នុងដៃវីទៅលើខ្នង Phing An ម្ដងទៀត Phing An ធ្ងន់តិចមានអារម្មណ៍ថាក្រមក្នុងអស់ហើយឈាមក៏ហក់មកដល់បំពង់គាត់ទ្រាំលែងបានទៀតហើយភាពឈឺចាប់និងកំហឹងរាប់សិបឆ្នាំក៏ផ្ទុះឡើងភ្លាមគាត់ខំច្រានដេញងើបឡើងស្រែកដាក់ពូនឹងមីងទាំងកំហឹងថាគាត់មិនបានលួចសាច់ទេហើយក៏មិនដែលលួចរបស់អីក្នុងផ្ទះដែរច្រើនឆ្នាំមកនេះនៅក្នុងផ្ទះនេះគាត់ធ្វើការដោយគោដោយក្របីងើបតាំងពីមិនទាន់ភ្លឺធ្វើការដោយយប់ជ្រៅទើបបានសម្រាប់ស៊ីតែបបត្រជាក់ជាមួយផ្អកសម្រានក្នុងខ្ទមធ្លុះធ្លីតែគាត់មិនដែលរអ៊ូមួយម៉ាត់គាត់ថាពូនឹងមីងទេទើបជាមនុស្សអាក្រក់ពិតប្រាកដតាំងពីឪពុកម្ដាយគាត់ស្លាប់ទៅពួកគេមិនគិតពីសាច់សាឡើយបែរជាមកប្លន់យកផ្ទះសម្បែងនឹងដីធ្លីហើយប្រើគាត់ដូចជាអ្នកបម្រើ10ឆ្នាំជាងមកនេះគាត់រងទុក្ខធ្ងន់ជាងភ្នំជ្រៅជាងសមុទ្រទៅទៀតទ្រព្យសម្បត្តិឪពុកម្ដាយគាត់គួរតែជារបស់គាត់មួយចំណែកដែរតែពូនឹងមីងបែរជាយកធ្វើជារបស់ខ្លួនឯងទាំងអស់សូម្បីតែបាយមួយពេលក៏មិនឲ្យគាត់ស៊ីឆ្អែតផងឥឡូវគ្រាន់តែសាច់មួយដុំសោះក៏នាំគ្នាព្រួតវីគាត់ដែរតើមានសិលធម៌ខ្លះទេសម្ដីទាំងនេះដូចជាគ្រាប់បែកផ្ទុះក្បែរទៅជាពូនឹងមីងធ្វើឲ្យពួកគេភាំងមួយរំពេចទឹកមុខខឹងសម្បាក៏ប្រែជាគាំងក្នុងភ្នែកបង្ហាញពីភាពស្លន់ស្លោនិងដឹងកំហុសពួកគេមិនដែលគិតថាក្មេងដែលធ្លាប់តែស្លូតបូតវាមិនតដៃជេរមិនដមត់ម្នាក់នេះហ៊ានទម្លាយរឿងអាស្រូវពួកគេនៅមុខមនុស្សម្នាក់ហើយហ៊ានដល់ថ្នាក់នឹងសោះរឿងដែលពួកគេប្លន់ទ្រព្យសម្បត្តិឪពុកម្ដាយ Phing An ក្នុងចិត្តពួកគេដឹងច្បាស់ណាស់ពេលត្រូវ Phing An និយាយចំបែបនេះពួកគេក៏គាំងនិយាយអ្វីមិនចេញភាំងបានតែមួយផ្លែតកំហឹងក៏មកជំនួសវិញមីងមានអារម្មណ៍ថាត្រូវ Phing An ជន់ឈ្លីមុខមាត់អស់ហើយក៏ស្រែកជៀតថា Phing An និយាយបង្កាច់បង្ខូចថាឪពុកម្ដាយវាស្លាប់ចោលតាំងពីតូចគឺពួកគេទេដែលជួយចិញ្ចឹមកុំអីវាដាច់ពុះងាប់នៅតាមផ្លូវបាត់ហើយចំណែកផ្ទះនិងដីធ្លីគ្រាន់តែជួយមើលការខុសត្រូវឲ្យសិនទេចាំវាធំដឹងក្តីនឹងប្រគល់ឲ្យវិញហើយឥឡូវវាមកខំអ្នកមានគុណវិញពិតជាចិញ្ចឹមខ្លាមិនដឹងគុណមែនពូក៏ចាប់ផ្ដើមដឹងខ្លួនវិញមុខកាន់តែខ្មៅងឹតគាត់គិតថា Phing An ចង់រឹងស្លាប់ហ៊ានទៅមកហើយថ្ងៃនេះត្រូវតែព្រួនមានឲ្យធ្ងន់ដៃកុំអីថ្ងៃក្រោយពិបាកគ្រប់គ្រងពូដើរទៅមុខមួយជំហានហើយធាក់មួយជើងចំទ្រូង Phing An ខ្ទាតទៅក្រោយជាច្រើនជំហានបោកនឹងជញ្ជាំងយ៉ាងខ្លាំងរួចក៏ក្អួតឈាមចេញមកប្រឡាក់ពេញជញ្ជាំងមើលទៅគួរឲ្យខ្លាចណាស់បងប្រុសជីដូនមួយឃើញបែបនេះក៏ចូលមកព្រួតវីតធាក់លើខ្លួន Phing An ថែមទៀតកណ្ដាប់ដៃនឹងជើងសន្ធប់លើក្បាលនឹងខ្លួនគាត់យ៉ាងចាស់ដៃប្អូនប្រុសជីដូនមួយក៏មកជួយធាក់ជើង Phing An ដែរទាំងមាត់នៅតែជាមិនឈប់ចំណែកឈើក្នុងដៃមីងវិញក៏សំពងលើខ្លួន Phing An ដោយក្របភ្លៀងគាត់បណ្ដាជាបណ្ដាថាត្រូវតែវាឲ្យងប់មនុស្សមិនដឹងគុណនេះឲ្យវាស្គាល់ជាតិហ៊ានតូននឹងចាស់ទុំ Phing An ដេកកោងនៅលើដីយកដៃខ្ទប់ក្បាលបានត្រឹមតែទ្រាំរងការឈឺចាប់ទាំងបង្ខំរហូតដល់ចិត្តសន្លប់បាត់ស្មារតីទៅហើយក្នុងត្រចៀកគឺតែសំឡេងជេរប្រតិចនិងសំឡេងវីដំលើខ្លួនប្រានប៉ុណ្ណោះស្មារតីគាត់ចាប់ផ្ដើមវង្វេងរួចក៏ងឹតមុខសូនឲ្យឈឹងសន្លប់បាត់ទៅរហូតដល់ Phing An ដេកស្តុកស្ដឹងលើដីដូចជាតតាចាស់ដែលគេបោះចោលទើបពូនិងមីងព្រមឈប់ដៃមីងសម្លឹងមើល Phing An ដែលសន្លប់មិនដឹងខ្លួនរួចក៏ស្ដោះទឹកមាត់ដាក់ទាំងមិនទាន់អស់ចិត្តថាវាសំមុខហើយបើហ៊ានទៅមកទៀតលើកក្រោយនឹងដេញចេញពីផ្ទះឲ្យទៅដេកស៊ីខ្យល់មិនខានពូសម្លឹងមើល Phing An បន្តិចទាំងជ្រួញចិញ្ចាមតែមិននិយាយអ្វីក៏ដើរចូលក្នុងផ្ទះបាត់ធ្វើដូចជាអ្នកដែលដេកលើដីមិនមែនជាក្មួយបង្កើតតែជាមនុស្សចម្លែកដែលមិនពាក់ព័ន្ធអីនឹងខ្លួនបងប្រុសជីដូនមួយបោះធូលីចេញពីដៃទាំងមុខឌឺដងប្អូនប្រុសក៏រត់លោតតាមទៅដែរនៅសល់តែប្អូនស្រីជីដូនមួយម្នាក់គត់ដែលឆ្លៀតពេលគ្រប់គ្នាចេញអស់លួចដើរមកជិត Phing An អង្គុយចុះហង្អែស្នាមរបួសលើខ្លួនគាត់ទឹកភ្នែកហូរស្រក់លើមុខ Phing An ទាំងខ្សឹបហៅបង Phing An ក្នុងសម្លេងពោពេញដោយភាពឈឺចាប់និងអស់សង្ឃឹមមីងដើរចូលដល់ក្នុងផ្ទះកាន់តែគិតកាន់តែមានអារម្មណ៍ថាមិនស្រួល Phing An ធម្មតាជាមនុស្សកំសាក់ខ្លាចរឿងណាស់មិនក៏ហ៊ានលួចសាច់ទៅរួចហើយសាច់នឹងគាត់ខំទុកឲ្យកូនប្រុសគាត់បើកម្លាំងតើរឿងលាក់សាច់នឹងមិនចិត្តទេព្រោះធម្មតាប្អូនស្រីជីដូនមួយស្និទ្ធស្នាលជាមួយឆៃភេងយ៉ាងខ្លាំងហើយនាងចិត្តល្អទៀតគិតចុះគិតឡើងមីងក៏ស្មានដឹងថាសាច់នឹងប្រកាសជាប្អូនស្រីលួចយកទៅឲ្យឆៃភេងយ៉ាងលួចលាក់ហើយមីងខឹងឡើងញ័រខ្លួនគិតថាកូនស្រីខ្លួនឯងបែរជាទៅជួយអ្នកក្រៅមកធ្វើបាបអ្នកផ្ទះឯងទៅវិញគាត់ខឹងខ្លាំងណាស់ក៏ដើរទៅរកប្អូនស្រីរួចចាប់ទាញត្រចៀកនាងសួរទាំងកំហឹងថាតើនាងលួចយកសាច់ទៅឲ្យឆៃភេងយ៉ាងមែនអត់ប្អូនស្រីត្រូវមីងទាញត្រចៀកឈឺរហូតស្រក់ទឹកភ្នែកតែនាងនៅតែខំថ្មិញមិនព្រមសារភាពមីងឃើញនាងរឹងតឹងក៏កាន់តែថែមដៃហើយគំរាមថានឹងបង្ខាំងទុកមិនឲ្យស៊ីបាយរហូតតតែព្រមឆ្លើយប្អូនស្រីទ្រាំនឹងការបង្ខំសួរនឹងការធ្វើបាបរបស់មីងលេងបានក៏ដាក់ចិត្តមកក្បាលសារភាពថាខ្លួនជាអ្នកឲ្យសាច់មែនពេលឃើញនាងឆ្លើយមីងកាន់តែខឹងខ្លាំងក៏ដាក់ទោស
ឲ្យនាងលុតជង្គង់នៅមុខអាសនៈដូនតាឲ្យប្រាប់ថាយប់នេះនឹងថ្ងៃស្អែកមិនឲ្យនាងហូបបាយទេទុកឲ្យនាងភ្ញាក់រលឹកខ្លះថាតើលើក្រោយហ៊ានជួយអ្នកក្រៅទៀតអត់ប្អូនស្រីក៏លុតជង្គង់លើដីដ៏ត្រជាក់ទាំងដាច់បាយតែក្នុងចិត្តនៅតែបារម្ភពីឆែភេងៀនដែលដេកក្នុងបន្ទប់នាងមិនដឹងថាឆែភេងៀនយ៉ាងម៉េចទៅហើយទេតើគេដឹងខ្លួននៅរបួសជឿខ្លាំងអត់បានត្រឹមតែបន់ស្រន់ក្នុងចិត្តសូមឲ្យឆែភេងៀនសុខសប្បាយចំណែកក្នុងបន្ទប់ឆែភេងៀនវិញគឺស្ងាត់ជ្រោមនិងត្រជាក់ស្រេកក្នុងខ្យល់មានធំក្លិនឈាមតិចលាយជាមួយក្លិនសាច់មិនដឹងកន្លងផុតទៅយូរប៉ុណ្ណាទេទើបឆែភេងៀនភ្ញាក់ដឹងខ្លួនឡើងវិញភ្លាមនោះភាពឈឺចាប់ពេញខ្លួនក៏រាលដាលមករាល់ពេលកម្រើកខ្លួនគឺឈឺដូចមានម្ជុលរាប់ពាន់ចាក់ចូលឆ្អឹងអញ្ចឹងគេចង់ក្រោកអង្គុយតែព្យាយាមប៉ុន្មានដងក៏មិនបានសម្រេចព្រោះតែឈឺពេកចុងក្រោយបានត្រឹមតែដេកលើក្តារក្រោយដ៏ត្រជាក់សូម្បីតែកម្លាំងលើកដៃក៏មិនមានដែរគឺក្រោកពីក្រែមិនរួចមែនទែនហើយពួកគេឃ្លានឡើងក្រហមតាំងពីសម្លាប់ជ្រូកម្សិលមិញមកគេទើបតែផឹកទឹកស៊ុបបន្លែព្រៃបានពី3ម៉ាត់ប៉ុណ្ណោះមិនឆ្អែតតតែសោះឥឡូវត្រូវគេវាឡើងទ្រង់ទៀតធ្វើឲ្យខ្លួនប្រាណចុកសោយដល់កម្រិតបំផុតទាំងឃ្លានទាំងឈឺលីឡំគ្នាធ្វើឲ្យគេមានអារម្មណ៍ថារស់មិនស្មើនឹងស្លាប់គេចង់ហៅគេឲ្យជួយចង់សំអីហូបបន្តិចតែគេដឹងថាគ្រួសារអ៊ំប្រុសមិនខ្វល់ពីជីវិតគេឡើយប្អូនស្រីក៏ត្រូវគេដាក់ទោសដែរសូម្បីតែខ្លួនឯងក៏មើលមិនរួចផងច្បាស់ជាមកជួយគេមិនកើតទេពេលដែលគេឃ្លានរហូតងឹតមុខទ្រាំលែងចង់ជាប់ដៃគេក៏ប៉ះចំរបស់ម្យ៉ាងដែលលាក់ក្នុងអាវរងាគឺឃ្លោកពណ៌លឿងឃ្លោកនោះនៅតែមានទំហំប៉ុនម្រាមដៃដដែលពេលប៉ះទៅមានអារម្មណ៍ថាកក់ក្ដៅធ្វើឲ្យគេមានស្មារតីដឹងខ្លួនឡើងវិញបន្តិចគេក៏នឹកឃើញពីភាពអស្ចារ្យរបស់វានិងទឹកដ៏ផ្អែមឆ្ងាញ់នៅក្នុងនោះឥឡូវគេអស់ផ្លូវហើយមានតែសង្ឃឹមលើឃ្លោកនេះប៉ុណ្ណោះឆែភេងៀនប្រើកម្លាំងទាំងអស់ដកឃ្លោកចេញពីអាវរួចដាក់ផ្អឹបនឹងមាត់ក្រេបបន្តិចទឹកក្នុងឃ្លោកនៅតែផ្អែមឆ្ងាញ់ដដែលពេលហូរចូលដល់ក្នុងពោះភាពកក់ក្ដៅក៏រាលដាលពេញខ្លួនភ្លាមបំពង់ក៏ដែលធ្លាប់តែស្ងួតក៏ប្រែជាមានសំណើមឡើងវិញភាពឃ្លានក៏បានធូរស្រាលបន្តិចគេក៏ផឹកថែម2-3ម៉ាត់ទៀតលើកនេះគេមានអារម្មណ៍យ៉ាងច្បាស់ថាមានធម៌ពលដ៏ខ្លាំងក្លាមួយភីចេញពីក្នុងពោះហូរទៅគ្រប់សរសៃឈាមដើម្បីព្យាបាលសាច់ដុំដែលរងរបួសធម៌ពលនោះទន់ភ្លន់តែមានអានុភាពខ្លាំងធ្វើឲ្យភាពឈឺចាប់ខ្លាំងកាលពីមុនចាប់ផ្ដើមថយចុះបន្តិចម្ដងរបួសលើខ្លួនប្រាណហាក់ដូចជាកំពុងត្រូវបានជួសជុលឡើងវិញខ្លួនប្រាណដែលធ្លាប់តែទន់ខ្សោយក៏ចាប់ផ្ដើមមានកម្លាំងឡើងវិញនេះមិនមែនជាទឹកធម្មតាទេវាគឺជាថ្នាំទិព្វច្បាស់ណាស់ឆៃភេងៀនត្រេកអរផងភ្ញាក់ផ្អើលផងគេផ្អែកក្នុងនឹងក្រែរួចសន្សឹមផឹកទឹកក្នុងឃ្លោកបន្តទៀតដើម្បីដឹងពីការប្រែប្រួលនៃរាងកាយរាល់ពេលផឹកមួយម៉ាត់ខ្លួនប្រាណកាន់តែស្រួលជាងមុនធម្មពលកក់ក្ដៅនោះនៅតែបន្តហូរពេញខ្លួនដើម្បីព្យាបាលរបួសឆៃភេងៀនផឹកទឹកក្នុងឃ្លោក2-3ម៉ាត់ទៀតរហូតតតែខ្លួនប្រាណលេងសូវពិបាកនឹងមានកម្លាំងខ្លះទើបគេឈប់គេញាត់ឃ្លោកចូលក្នុងអាវវិញយ៉ាងប្រយ័ត្នក្នុងចិត្តពោពេញដោយភាពដឹងគុណបើមិនបានរើសឃ្លោកពណ៌លឿងនេះទេថ្ងៃនេះគេប្រហែលជាត្រូវស្លាប់ក្រោមដៃជើងរបស់គ្រួសារអ៊ំប្រុសបាត់ហើយឃ្លោកនេះគឺជាអ្នកជួយសង្គ្រោះជីវិតគេមែនមួយយប់កន្លងផុតទៅមេឃចាប់ផ្ដើមភ្លឺពន្លឺថ្ងៃរដូវរងាចាំងចូលតាមប្រហោងបង្អួចដែលធ្លុះធ្លាយចូលមកក្នុងបន្ទប់ដ៏តូចចង្អៀតឆែភេងៀនសន្សឹមបើកភ្នែកឡើងមានអារម្មណ៍ថាស្រស់ស្រាយណាស់ភាពឈឺចាប់លើខ្លួនប្រាណបានបាត់អស់ភាគច្រើនទៅហើយទោះនៅរួយបន្តិចបន្តួចតែគេអាចក្រោកអង្គុយបានថែមទាំងអាចចុះពីលើក្រែដើរបានទៀតផងបើជាធម្មតាត្រូវគេវាយធ្ងន់បែបនេះយ៉ាងហោចណាស់ក៏ត្រូវដេកកន្លះខែដែរតែឥឡូវត្រឹមតែមួយយប់សោះគេជាសេះស្បើយស្ទើរតែទាំងស្រុងទឹកក្នុងឃ្លោកនេះពិតជាអស្ចារ្យមែនពេលគេក្រោកឈរបានមមភ្នែកគេក៏ក្រឡេកទៅឃើញទិដ្ឋភាពនៅក្រោយក្រែដើមស្រូវ4គុំដែលដុះនៅក្រោយក្រែស្រាប់តែលូតលាស់ពេញរូបរាងនិងទុំបាត់ទៅហើយគ្រាប់ស្រូវធំពេញល្អពណ៌មាសទុំប្រជ្រៀតគ្នាធ្ងន់រហូតអន្ទង់ចុះក្រោមចាំងនឹងពន្លឺថ្ងៃតិចមើលទៅរលងស្រូវក្នុងខ្យល់ក៏មានធំក្លិនក្រអូបប្រហើរនៃស្រូវថ្មីត្រឹមតែប៉ុន្មានថ្ងៃសោះតាំងពីគ្រាប់ស្វិតចាប់ដើមដុះពន្លករហូតដល់ចេញផ្កាចេញផ្លែទុំលបឿនលូតលាស់លឿនហួសពីការស្មានហើយអ្វីដែលសំខាន់គឺវានៅក្នុងបន្ទប់ដែលគ្មានពន្លឺថ្ងៃនិងគ្មានដីមានជាតិជីបែបនេះទាំងអស់នេះគឺជាគុណសម្បត្តិទឹកក្នុងឃ្លោកឆៃភេងៀនត្រេកអរក្នុងចិត្តខ្លាំងណាស់គេប្រញាប់ដើរទៅក្រោយក្រែរួចបេះគួរស្រូវមួយមកញីយកសម្បកចេញឃើញគ្រាប់ស្រូវធំពេញល្អគ្រាប់ស្រូវនោះថ្លាដូចកែវខុសពីស្រូវធម្មតាដាច់តែម្ដងគេក៏ទ្រាំមិនបានក៏យកគ្រាប់ស្រូវ2-3គ្រាប់ដាក់ចូលមាត់ទំពាគ្រាប់ស្រូវនោះរលាយក្នុងមាត់ភ្លាមផ្ដល់រសជាតិផ្អែមស្រទន់ភីពេញមាត់តែម្ដងបន្ទាប់មកកម្លាំងដ៏ខ្លាំងមួយបានហូរចូលក្នុងខ្លួនតាមមាត់រត់តាមសរសៃអាកាសសពពេញរាងកាយពីមុនដែលធ្លាប់តែរួយនឹងឈឺខ្លួនក៏ស្រាប់តែមានកម្លាំងពេញខ្លួនស្មារតីក៏ស្រស់ស្រាយដូចជាមានកម្លាំងប្រើមិនអស់គ្រាប់ស្រូវនេះពិតជាដូចទឹកក្នុងឃ្លោកដែលគឺវាមានកម្លាំងអស្ចារ្យសៀភីងអានទំពា2-3គ្រាប់ទៀតដើម្បីដឹងពីកម្លាំងដែលកំពុងហូរចូលក្នុងខ្លួនឥតឈប់ក្នុងចិត្តគាត់រំភើបណាស់គាត់ដឹងថាជីវិតគាត់ចាប់ពីពេលរើបានឃ្លោកពណ៌លឿងនេះមកគឺបានផ្លាស់ប្ដូរទាំងស្រុងហើយគាត់ប្រមូលគ្រាប់ស្រូវដែលជ្រុះនៅជុំវិញនោះយ៉ាងប្រយ័ត្នប្រយែងរួចច្រកចូលក្នុងថង់ក្រណាត់តូចមួយលាក់ទុកក្រោមក្រែនេះជាកំណប់របស់គាត់ដាច់ខាតមិនឲ្យគ្រួសារពូដឹងឡើយរៀបចំគ្រាប់ស្រូវរួចសៀភីងអានក៏ដើរចេញពីបន្ទប់ទោះមុខគាត់នៅស្លេកបន្តិចមែនប៉ុន្តែស្មារតីគាត់ល្អជាងមុនឆ្ងាយណាស់ដើរចុះដើរឡើងក៏រឹងមាំដែរមីងឃើញសៀភីងអានអាចចុះពីលើក្រែដើរបានក៏លួចញាប់អើបន្តិចគាត់ស្មានថាសៀភីងអានត្រូវដេកយ៉ាងតិចក៏2-3ថ្ងៃដែរមិននឹកស្មានថាឆាប់ជាបែបនេះសោះតែគាត់មិនបានគិតច្រើនទេស្មានតែសៀភីងអានស្បែកក្រាស់ធន់នឹងការវីដំក៏នៅតែបញ្ចេញទឹកមុខមើងងាយនឹងប្រើសៀភីងអានដូចកញ្ជះឲ្យគាត់ប្រញាប់ទៅដងទឹកឲ្យជ្រូកស៊ីគុំមកឈរទៅភ្នែកនៅនឹងសៀភីងអានមិនខ្វល់នឹងសម្ដីឌឺដងនឹងក្រសែភ្នែកមើងងាយរបស់មីងទេគាត់គ្រាន់តែញកក្បាលរួចកាន់ធុងទៅដងទឹកបាត់ទៅដោយសារបានទឹកឃ្លោកនិងគ្រាប់ស្រូវជួយបើកម្លាំងគាត់ខ្លាំងជាងមុនឆ្ងាយណាស់ពីមុនដងទឹកតែកន្លះធុងក៏ហត់ដែរតែឥឡូវដងទឹកពេញពីធុងដើរដូចហោះមិនចេះហត់សោះរឿងនេះធ្វើឲ្យគាត់ភ្ញាក់ផ្អើលខ្លួនឯងដែរប៉ុន្មានថ្ងៃបន្ទាប់មកសៀភីងអាននៅតែធ្វើការដូចរាល់ដងក្រោកពីព្រលឹមដងទឹកឲ្យជ្រូកស៊ីបង្កាត់ភ្លើងដាំបាយធ្វើការធ្ងន់គ្រប់យ៉ាងគ្រួសារពូនៅតែឌឺដងឲ្យគាត់នឹងធ្វើបាបគ្រប់បែបយ៉ាងតែសៀភីងអានមិនខ្វល់ឡើយគាត់គ្រាន់តែទ្រាំស្ងាត់ហើយ
ឆ្លៀតពេលធ្វើការលួចប្រើទឹកក្នុងឃ្លោកពើរាងកាយនិងស៊ីគ្រាប់ស្រូវដើម្បីបន្ថែមថាមពលខ្លួនប្រាណគាត់ក៏កាន់តែរឹងមាំឡើង